សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel Thierry Hu ថ្ងៃនេះផងដែរ Channel របស់យើងខ្ញុំសូមនាំយកនៅនីតិសុខភាពសំខាន់ចំនួន7ដើម្បីឲ្យបងប្អូនយកទៅអនុវត្តនិងជួយឲ្យរាងកាយរបស់យើងមានសុខភាពល្អនិងរឹងមាំចំណុចទី1នោះគឺត្រូវញ៉ាំទឹកឬក៏ពិសាទឹកឲ្យបានគ្រប់គ្រាន់ចន្លោះពី2លីត្រឬក៏12កែវនៅក្នុងមួយថ្ងៃទី3ញ៉ាំអាហារនិងផ្លែឈើស្រស់ទី4ធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃចំនួន30នាទីម្ដងគេងបានគ្រប់គ្រាន់ចន្លោះពី7ទៅ8ថ្ងៃកាត់បន្ថយអាហារផ្អែមនិងអាហារផ្អាប់ទី6គឺកាត់បន្ថយអារម្មណ៍តានតឹង stress ទាំងឡាយទាំងពួងនោះធ្វើអារម្មណ៍ឲ្យបានស្រស់ស្រាយសប្បាយជាប្រចាំនិងទី7គឺពិនិត្យសុខភាពរៀងរាល់ប្រចាំ3ខែម្ដង6ខែម្ដងនិងប្រចាំឆ្នាំប្រសិនបើបងប្អូនគិតថាវីដេអូនេះល្អជួយដល់បងប្អូនសូមបងប្អូនមេត្តាជួយចុច Subscribe Like និង Share ទៅកាន់បងប្អូននិងមនុស្សដទៃទៀតលើកនេះទៀតប្រសិនបើបងប្អូនចង់ដឹងពីព័ត៌មានសុខភាពជាច្រើនទៀតឬក៏ចំណុចទាំងអស់នេះល្អប្រសើរសូមបងប្អូនចូលទៅកាន់ Channel Thierry Hu ដើម្បីទទួលយកនៅចំណេះដឹងផ្សេងៗទៀតសូមអរគុណ